សួស្តីប្រិយមិត្តទាំងអស់ដែលយើងមើល channel របស់ខ្ញុំឥឡូវខ្ញុំមានលំហាត់មួយទាក់ទងនឹងមេរៀនគីមីនៅថ្នាក់ទី9ឥឡូវសូមមើលទាំងអស់គ្នាគេយកកាបូន10ក្រាមមានប្រតិកម្មជាមួយអុកស៊ីហ្សែនកសរសេរសមីការតាំងប្រតិកម្មខកណនីម៉ាស់អុកស៊ីហ្សែនដែលចូលរួមអញ្ចឹងចម្លើយតបសេសមីការអញ្ចឹងយើងយកកាបូននេះកាបូនយកទៅបូកនឹងអុកស៊ីហ្សែនចេញឧស្ម័នកាបូនឌីអុកស៊ីតពាក្យថាមានប្រតិកម្មគឺគេបូកមានប្រតិកម្មដុតអាហ្នឹងគឺគេបូកហើយបន្តមកទៀតយើងថ្លឹងយើងមើលអុកស៊ីហ្សែន2ខាងនេះមាន2ត្រូវស្មើគ្នាកាបូនមាន1ខាងនេះមាន1ក៏ស្មើគ្នាដែរអញ្ចឹងយើងត្រូវតែសរសេរដាក់ថាមានលំនឹងតមកទៀតយើងសរសេរម៉ាស់ហ្នឹងគឺយើងសរសេរគឺម៉ាស់វា12ដោយសារម៉ាស់កាបូននៅក្នុងតារាងខួបនៃធាតុគីមីគឺ12ហើយម៉ាស់បំរាប់គេ10ក្រាមហើយចំណែកគេចង់សួរគឺសួររកអុកស៊ីហ្សែនអញ្ចឹងយើងដាក់មក32ក្រាមមានន័យថាយក16គុណ2ចេញ32ហើយម៉ាស់យើងដាក់ mg សញ្ញាសួរអញ្ចឹងទៅហើយខដោយសារខ្ញុំអត់បានសរសេរខ្ញុំធ្វើយកតែម្ដងខកណនីម៉ាស់អុកស៊ីហ្សែនអញ្ចឹងយើងដាក់មកខកណនីម៉ាស់អុកស៊ីហ្សែនយើងដាក់មកតាមសមីការកាបូន12ក្រាមបើនៅក្នុងសញ្ញាបូកនេះយើងនិយាយថាត្រូវការអុកស៊ីហ្សែន32ក្រាមហើយមួយទៀតកាបូន10ក្រាមត្រូវការអុកស៊ីហ្សែន m ក្រាមតមកទៀតយើងប្រើច្បាប់សមាមាត្រកំណត់អញ្ចឹងយើងយក12លើ10ស្មើនឹង32លើ m យើងទាញឲ្យ m មកចេះទាញឲ្យសមាមាត្រគឺយើងយក32គុណ10ចែក12បាទតមកចែកមកឃើញហើយយើងចង់ដឹងថាA12 អាកាបូននិងកណនីជាមួយអុកស៊ីហ្សែននៅក្នុងអង្គធាតុប្រតិករនេះគឺនិយាយថាត្រូវការចុះដល់ពេលឆ្លងដល់អង្គធាតុកកើតវិញយើងនិយាយថាម៉េចអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយអរគុណ